យន្តហោះ Air India បានធ្លាក់ហើយមានតែបរិបម្នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិតហើយដើរចេញពីយន្តហោះដែលកំពុងឆាបឆេះយន្តហោះ Boeing 787 Dreamliner ធ្វើដំណើរធម្មតាពីទីក្រុង Ahmedabad ប្រទេសឥណ្ឌាទៅទីក្រុងឡុងមនុស្សចំនួន278នាក់ស្លាប់ក្នុងហេតុការណ៍ធ្លាក់ដោយក្នុងនោះមាន241នាក់ជាអ្នកជិះលើយន្តហោះនិង33នាក់ផ្សេងទៀតជាជនរងគ្រោះស្លាប់នៅកន្លែងដែលយន្តហោះធ្លាក់ចំការធ្លាក់នេះកើតឡើងនៅតែប៉ុន្មាននាទីបន្ទាប់ពីយន្តហោះហោះឡើងបានជាងកម្ពស់100ម៉ែត្រហើយស្រាប់តែមានអ្វីមួយខុសប្រក្រតីភ្លាមៗនោះយន្តហោះបានធ្លាក់ពីលើមេឃទំនងជាមកពីបញ្ហាម៉ាស៊ីនហើយបានធ្លាក់ចូលទៅក្នុងកន្លែងពេទ្យក្បែរអាកាសយានដ្ឋានផលប៉ះពាល់គឺខ្លាំងដោយមានអគ្គិភ័យដ៏ធំមួយបានផ្ទុះឡើងមនុស្សចំនួន278នាក់ទាំងនៅលើយន្តហោះនិងនៅលើដីបានបាត់បង់ជីវិតភ្លាមៗនៅក្នុងអណ្ដាតភ្លើងប៉ុន្តែនៅក្នុងគ្រោះមហន្តរាយនេះមានបុរសម្នាក់បានរស់ជីវិតឈ្មោះរបស់គាត់គឺ Vaskumarames ជនជាតិអង់គ្លេសអាយុ40ឆ្នាំអង្គុយនៅកៅអីលេខ 11A ជាប់ទ្វារអាសន្នរបស់យន្តហោះអ្នកជំនាញជឿថាផ្នែកដែលគាត់ជិះបានបុកអាគារនៅមុំផ្សេងគ្នាតួយន្តហោះបានប្រេះជាងដួលរលំទាំងស្រុងហើយសំខាន់កន្លែងគាត់មិនបានឆេះភ្លាមៗនោះទេ Viswas បានរក្សាអារម្មណ៍យ៉ាងស្ងប់ស្ងាត់គាត់បានឃើញទ្វារសង្គ្រោះបន្ទាន់គាត់របួសតែនៅដឹងខ្លួនគាត់បានលូនទៅលើកំទេចកំទីហើយធ្វើដំណើរតាមបំណែកយន្តហោះដែលរហែកគាត់បានដើរចេញស្រឡាំងកាំងនិងក្នុងដៃមានកាន់ទូរស័ព្ទដើម្បីចេញមកក្រៅស្វែងរកជំនួយឥឡូវនេះគាត់ត្រូវបានគេដាក់ឈ្មោះថា Miracle Man ដែលជាមនុស្សតែម្នាក់គត់អាចរស់រានមានជីវិតពីការធ្លាក់យន្តហោះដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រអាកាសចររបស់ប្រទេសឥណ្ឌា